បាទសូមជំរាបសួរមេរៀននេះយើងនឹងរៀនអំពីការសន្ទនាបាទនឹងពាក្យពាក់ព័ន្ធនឹងការងារផ្នែកសំណង់បាទយើងនឹងទៅស្ដាប់ការសន្ទនាជាបន្តបន្ទាប់ហើយបន្ទាប់ពីស្ដាប់ការសន្ទនាបាទយើងនឹងរៀនពាក្យបាទតាក់ទងនឹងការធ្វើសំណង់បាទដូចជាពាក្យគូប្លង់រៀបឥដ្ឋចាក់បេតុងដំឡើងពុម្ពបោកជញ្ជាំងឬក៏ចាក់សាបបាទហើយនឹងមានពាក្យដែលប្រើសំខាន់តាក់ទងនឹងការធ្វើសំណង់ជាច្រើនទៀតបាទអញ្ចឹងជាដំបូងនេះយើងមកស្ដាប់ការសន្ទនាដែលតាក់ទងនឹងការធ្វើសំណង់ចំនួន7បាទហើយបន្ទាប់មកយើងនឹងធ្វើការបកប្រែពាក្យបន្ទាប់ពីស្ដាប់សន្ទនារួច 유스프 씨, 지금부터 철근을 결속해야 되는데 결속하는 방법은 알고 있죠? 네, 지난번에 해봤습니다. 가로 철근과 세로 철근이 만나는 교차점에 결속선을 묶으면 되죠? 맞아요. 철근이 움직이지 않게 결속선을 묶어야 돼요. 잘못 묶으면 콘크리트 무게 때문에 철근이 움직여요. 결속 핸들하고 결속선은 가져왔죠? 아직 안 들고 왔습니다. 지금 바로 가지러 가겠습니다. 창고 안이 복잡해서 찾기 힘들 텐데 내가 다녀올게요. 오늘은 거푸집을 설치해야 할 텐데 외지핀하고 플랫타이는 가져왔죠? 네, 가져왔습니다. 그런데 외지핀하고 플랫타이를 어떻게 사용해야 돼요? 양옆의 거푸집은 외지핀으로 고정하고 마주보는 거푸집은 플랫타이로 고정하면 돼요. 그리고 가장 아래에 있는 거푸집은 콘크리트를 타설할 때 하중을 많이 받으니까 플랫타이를 2개씩 쓰고요. 알겠습니다. 그런데 거푸집을 설치하고 나면 바로 콘크리트를 타설해요? 체결 상태도 확인하고 타설 준비도 해야 되니까 하루 이틀 정도는 기다려야 할걸요? 칼로 씨, 오늘 작업해야 하는 구역이 어디예요? 조타실 쪽입니다. 비계 기둥은 다 세웠어요? 네. 비계 기둥은 모두 세웠고 띠장도 거의 다 붙였습니다. 생각보다 많이 진행했네요. 잘 가르쳐 주신 덕분이에요. 띠장 작업이 끝나면 밑둥잡이를 설치하는 거 맞지요? 네, 맞아요. 내가 수평을 확인하는 동안 칼로 씨는 띠장 작업을 마무리해 주세요. 밑둥잡이는 함께 설치합시다. 안전 로프하고 가세도 설치해야 되니까 작업을 서두르죠. 배관 연결 작업이 끝났어요. 이제 되메우기를 하면 될 것 같아요. 누수가 발생하지 않도록 잘 연결했죠? 네, 다시 확인했어요. 좋아요. 그럼 굴착기로 되메우기가 어느 정도 진행되면 다지기 작업을 시작해 주세요. 반장님, 수로가 좁아서 핸드램머로 다져야겠는데요. 네, 그렇게 하지요. 다지기 작업 전에 돌부터 먼저 제거하고요. 안 그러면 다칠 수 있어요.
여기가 오늘 준설 작업을 할 곳이에요? 네. 하천에 토사가 많이 쌓여서 물이 잘 흐르지 못하네요. 시간이 많이 걸리겠어요. 어서 물부터 뺍시다. 반장님, 숲풀 때문에 작업하기 힘들 것 같아요. 물을 빼기 전에 굴착기로 숲풀을 먼저 제거해야겠어요. 그렇게 하죠. 그 다음에 흡입 호스로 토사를 빨아들이는 게 좋겠어요. 그리고 반장님, 그동안 비가 많이 안 와서 저쪽은 흙이 딱딱하게 굳어 있어요. 그럼 그곳은 고압 호스로 물을 뿌려서 흙을 부드럽게 만듭시다. 오늘 새 양식장에 펌프를 설치하기로 했지요. 네, 사장님. 어떻게 설치하면 되는지 알려주시면 제가 하겠습니다. 먼저 펌프의 위치를 정하고 바닥에 고정해야 돼요. 그 다음 펌프와 수조를 호스로 연결해야 돼요. 알겠습니다. 호수를 연결할 때 주의할 점이 있어요? 네. 호스가 꼬이거나 접히지 않도록 특별히 주의해야 돼요. 물이 잘 흐르게 해야 하니까요. 알겠습니다. 조심해서 연결하겠습니다. 설치 작업이 끝나면 나한테 알려주세요. 펌프가 잘 작동하는지 같이 확인하기로 해요. 작업장이 너무 엉망이네요. 냄새도 심하고요. 어제 늦게까지 작업을 했어요. 너무 피곤해서 정리를 하나도 못하고 퇴근했어요. 일하기 전에 먼저 청소부터 합시다. 네, 제가 얼른 가서 걸레를 가져올게요. 그럼 저는 작업장을 쓸고 있을게요. បាទបន្ទាប់ពីស្ដាប់ការសន្ទនាបាទយើងនឹងរៀនពាក្យបន្ថែមបន្តទៀតមុននឹងយើងធ្វើការបកប្រែពាក្យនៅក្នុងសន្ទនាបាទដោយសារតែពាក្យខ្លះហ្នឹងមិនមាននៅក្នុងសន្ទនាទេប៉ុន្តែដោយសារតែជាពាក្យពាក់ព័ន្ធទៅនឹងខាងការងារផ្នែកសំណង់បាទអញ្ចឹងពាក្យដំបូងគេនេះបាទយើងមើលពាក្យធូមញ្ញន់បាទធូមញ្ញន់នេះយើងប្រែថាប្លង់បាទឧទាហរណ៍ដូចជាយើងសាងសង់អគារអីមួយបាទយើងត្រូវមានប្លង់បាទសម្រាប់មើលពេលដែលយើងសាងសង់ បាទហើយប្លង់នេះមិនមែនសម្រាប់តែអគារទេបាទឧទាហរណ៍ដូចជាគេប្រើយើងផ្សារតុកទូឬក៏ចោះរុនអ្វីមួយបាទក៏យើងប្រើពាក្យធូមញ្ញន់នឹងដែរបាទឧទាហរណ៍ដូចជាគេឲ្យយើងធ្វើតុកបាទឧទាហរណ៍ដូចជាឆេកសាំងហាណាម៉ាន់ត្រជូសេអូបាទសូមជួយធ្វើតុកឲ្យខ្ញុំមួយបាទនៅពេលនោះយើងឲ្យគេគូប្លង់ឲ្យយើងតើគាត់ចង់បានរូបរាងយ៉ាងម៉េចបាទឧទាហរណ៍ដូចជាណែសាយ៉ាងនេះ ធូមញ្ញន់លជុំគឺរជូសេអូបាទលោកតកែសូមជួយគូប្លង់ឲ្យខ្ញុំបន្តិចបាទអញ្ចឹងធូមញ្ញន់នេះប្លង់ហើយបើយើងប្រើជាមួយនឹងពាក្យគូគឺយើងប្រើពាក្យកិរិយាសព្ទគឺរីតាបាទពាក្យបន្តទៀតបាទគឺពាក្យម៉ូរ៉េបាទម៉ូរ៉េនេះយើងប្រែថាខ្សាច់បាទហើយពាក្យបន្តទៀតគឺពាក្យស៊ីមែនបាទស៊ីមែននេះយើងប្រែថាស៊ីម៉ង់បាទជាពាក្យកម្ចីរបស់ភាសាអង់គ្លេស បាទហើយពាក្យបន្តទៀតគឺពាក្យឆាកាល់បាទឆាកាល់នេះយើងប្រែថាគ្រួឬក៏ថ្មបាទហើយពាក្យបន្តទៀតគឺពាក្យភ្ជុកទល់បាទភ្ជុកទល់នេះយើងប្រែថាឥតហើយពេលដែលយើងប្រើថារៀបឥតបាទយើងប្រើពាក្យភ្ជុកទល់ឬសាតាបាទគឺរៀបឥតបាទពាក្យបន្តទៀតគឺពាក្យថាអ៊ីលបាទថាអ៊ីលនេះយើងប្រែថាឥតការ៉ូបាទហើយប្រើជាមួយនឹងកិរិយាសព្ទកាល់តាបាទគឺថាអ៊ីឬ កាល់តាឬក៏ការ៉ាយ៉ូបាទយើងប្រែថាក្រាលឥតការ៉ូបាទពាក្យបន្តទៀតគឺពាក្យឆលគឿនបាទឆលគឿននេះយើងប្រែថាដែកឬក៏ដែកសរសៃ
បាទសម្រាប់ពេលដែលយើងចងគុំធ្វើគ្រឹះសសរឬក៏ចាក់ប៊ីតុងបាទអញ្ចឹងឆលគឺនិលមុខតាបាទយើងប្រែថាចងដែកបាទហើយពាក្យមួយទៀតដែលយើងប្រើនៅពេលដែលយើងចងនឹងដែរបាទគឺពាក្យខ្យល់សុខខាដាបាទខ្យល់សុខខាដានេះយើងប្រែថាផ្គុំដែកឬក៏យើងថាចងដែកក៏បានដែរបាទគឺយើងយកដែកដែលពុតហើយហ្នឹងមកដាក់តម្រៀបដើម្បីធ្វើការចងបាទហើយខ្សែលួសចំណងដែលយើងត្រូវយកមកចងពេលដែលយើងចងដែកបាទគឺពាក្យខ្យល់សុខសនបាទខ្សែចំណងហើយដែកដែលយើងយកមកសម្រាប់ធ្វើការរុំឬក៏ពាត់លួសសម្រាប់ចងដែកបាទគឺខ្យល់សុខ handle បាទពាក្យបន្តទៀតគឺពាក្យផែខ្វាន់បាទផែខ្វាន់នេះយើងអាចប្រែថាទុយយោហើយពាក្យមួយទៀតគឺពាក្យប៉ៃពឺបាទប៉ៃពឺនេះជាពាក្យកម្ចីរបស់ភាសាអង់គ្លេសទេបាទអញ្ចឹងការងារដែលយើងធ្វើការតទុយយោបាទគឺយើងប្រើពាក្យផែខ្វាន់យន់ខ្យល់បាទយន់ខ្យល់នេះគឺការតទុយយោបាទបន្ទាប់ពីយើងធ្វើការកប់សយោឬក៏តសយោរួចរាល់បាទយើងត្រូវកប់ដីចូលទៅវិញបាទអញ្ចឹងភាសាកូរ៉េពេលដែលយើងកប់ដីចូលទៅវិញបាទយើងប្រើពាក្យ theme uki បាទគឺ theme uki ឆាកប់បាទអញ្ចឹងពាក្យហ្នឹងបានន័យថាពេលដែលយើងកាយផ្លូវកាយអីដាក់លូអីហ្នឹងបាទក៏យើងប្រើបានដូចគ្នាបាទពេលដែលយើងលុបដីទៅវិញគឺយើងប្រើពាក្យ theme uki ឆាកប់បាទហើយពេលដែលយើងកប់ដីចូលទៅវិញបាទអញ្ចឹងយើងត្រូវបុកដីបង្ហាប់ឬក៏ពេលដែលយើងធ្វើផ្លូវអីបាទយើងត្រូវកិនអាឡូបាទដើម្បីបង្ហាប់ដីហ្នឹងបាទអញ្ចឹងពាក្យកិនរឡូឬក៏បង្ហាប់ដីបាទភាសាកូរ៉េគឺថាឈីគីបាទគឺថាឈីគីឆាកប់បាទហើយពេលដែលយើងធ្វើការបុកដីបាទសម្រាប់នៅប្រទេសខ្មែរយើងបាទយើងមានជើងដំរីបាទបានន័យថាយើងយកសសរមកដំធ្វើជាដៃកាន់បាទយើងលើកបុកប៉ុន្តែនៅប្រទេសកូរ៉េបាទគឺមានម៉ូទ័របាទយើងអត់ប្រើកម្លាំងលើកទេគ្រាន់តែយើងទប់ទៅវាបុកដោយខ្លួនឯងបាទអញ្ចឹងជាភាសាកូរ៉េគឺ handle remmo បាទ handle remmo នេះបានន័យថាយើងជើងដំរីបាទប៉ុន្តែយើងបញ្ឆេះម៉ាស៊ីនទេគឺវាបុកដោយខ្លួនឯងបាទឧទាហរណ៍ដូចជាពេលដែលយើងត្រូវបុកបង្ហាប់នៅកន្លែងដែលមានចន្លោះទូចបាទចង្អៀតបាទយើងអាចប្រើដូចជាអាឡូបាទនៅប្រទេសកូរ៉េក៏មានអាឡូខ្នាតទូចនិងអាឡូខ្នាតធំបាទពេលខ្លះវាចង្អៀតពេកអាឡូខ្នាតទូចហ្នឹងក៏មិនអាចចូលចុះបានដែរបាទអញ្ចឹងយើងត្រូវប្រើ handle remmo បាទឧទាហរណ៍ដូចជានៅក្នុងឃ្លាសន្ទនាដែលយើងបានស្ដាប់មុនហ្នឹងបាទគឺឧទាហរណ៍ដូចជា Kuroka no mu chopa so handle remoro ta choya heo បាទន័យថាផ្លូវឬក៏ច្រកហ្នឹងវារាងចង្អៀតពេកអញ្ចឹងប្រហែលជាត្រូវបុកបង្ហាប់ដោយជើងដំរីដៃបាទអញ្ចឹងពេលដែលយើងបុកបង្ហាប់ឬក៏កិនអាឡូដើម្បីបង្ហាប់ដីឲ្យស្មើហ្នឹងបាទគឺយើងរៀបចំឲ្យវាស្មើបាទស្មើហើយភាពស្មើភាសាកូរ៉េគឺស៊ូភ្យងបាទស៊ូភ្យងនេះយើងស្មើហើយយើងសារ៉េយើងប្រើជាមួយនឹងពាក្យម៉ាត់ឈូតាបាទអញ្ចឹងទៅជាស៊ូភ្យងងឿលម៉ាត់ឈូតាបាទន័យថាសារ៉េរៀបចំឲ្យស្មើបាទឬក៏ពាក្យមួយទៀតគឺភ្យងហាកេហាដាបាទគឺយើងធ្វើឲ្យវាស្មើគ្នាបាទពាក្យបន្តទៀតគឺពាក្យឈីប៉ាន់បាទឈីប៉ាន់នេះយើងអាចប្រែថាជន់ឬក៏ជន់ជាប់នឹងដីបាទឧទាហរណ៍ដូចជាពេលដែលយើងធ្វើផ្ទះបាទយើងត្រូវចាក់ដីឬក៏រោយថ្មដើម្បីដាក់ទៅហើយយើងយកសារ៉េយកកម្ពស់ប៉ុន្មានបាទឧទាហរណ៍ដូចជាឈីប៉ាន់និលយ៉គីណូភីរ៉ូម៉ាត់ឈូតាបាទអញ្ចឹងយើងសារ៉េជន់ហ្នឹងឲ្យមកត្រឹមកម្ពស់នេះបាទឬក៏ណូភីតាបាទយើងលើកជន់ផ្ទាល់ដីហ្នឹងឲ្យមកត្រូវនឹងកម្ពស់ត្រឹមនេះបាទពាក្យបន្តទៀតបាទគឺពាក្យមីចាំងបាទមីចាំងនេះយើងអាចប្រែថាបោកឬក៏ចាក់សាបបាទជាធម្មតាពេលដែលយើងប្រើមួយជញ្ជាំងបាទយើងប្រែថាបោកឧទាហរណ៍ដូចជាភ្ជុកមីចាំងឆាកប់បាទគឺយើងធ្វើការបោកជញ្ជាំងបាទហើយពេលដែលយើងចាក់សាបរៀបឲ្យស្មើនៅជន់ខាងក្រោមបាទយើងប្រែថាចាក់សាបហ្នឹងយើងប្រើប៉ាតាក់បាទគឺប៉ាតាក់មីចាំងឆាកប់បាទពាក្យបន្តទៀតបាទគឺពាក្យខពូឈីបបាទខពូឈីបនេះយើងអាចប្រែថាក្តារពុំបាទសម្រាប់ឲ្យយើងក្រាលសម្រាប់ចាក់បេតុងចាក់ប្លង់សេបាទឬក៏យើងប្រើពេលដែលយើងចាក់សសរជាដើមបាទហើយឥឡូវនេះក៏យើងប្រើពុំដែកបាទអញ្ចឹងពេលដែលយើងប្រើពាក្យតម្លើងពុំបាទគឺយើងប្រើពាក្យសលឈីហាដាបាទគឺពាក្យខពូឈីពិលសលឈីហាដាបាទពេលដែលយើងតម្លើងពុំបាទជាធម្មតាយើងប្រើបើនៅខ្មែរយើងប្រើពុំឈើយើងប្រើដៃគោលវាយ
បាទដោយឡែកនៅប្រទេសកូរ៉េបាទពុំភាគច្រើនបាទគេមិនសូវធ្វើពីឈើទេបាទភាគច្រើនគេផ្សារបន្ទះដែកបាទសម្រាប់ធ្វើជាពុម្ពចាក់សសរឬក៏ចាក់បេតុងបាទអញ្ចឹងដោយសារតែយើងវាយដែកគោលអត់កើតទេបាទគេប្រើភិនជំនួសដែកគោលបាទគឺ wedge pin បាទអញ្ចឹងយើងអាចប្រែថាប្រដាប់ខ្ទាស់ដើម្បីឲ្យជាប់បាទហើយនៅខ្មែរយើងប្រើឈើសម្រាប់ដំក្តារហ្នឹងគឺឈើខ្លីៗយើងកាត់ដំដែកគោលដើម្បីភ្ជាប់ប៉ុន្តែនៅប្រទេសកូរ៉េគឺយើងប្រើផ្លេតតៃបាទផ្លេតតៃហ្នឹងគឺជាបន្ទះដែកសម្រាប់យើងយកមកដាក់ភ្ជាប់ទៅហើយយើងយកអាភិនឬក៏ដែកហ្នឹងទៅញុកដើម្បីភ្ជាប់វាបាទហើយសម្រាប់ដាក់ឲ្យជាប់ឬក៏រៀបចំឲ្យវាជាប់ភាសាកូរ៉េបាទយើងប្រើពាក្យខូចងហាដាបាទខូចងហាដានេះយើងប្រែថាធ្វើឲ្យជាប់បាទឧទាហរណ៍ដូចជា wedge pin ឬ ខូចង heyo បាទគឺយើងរៀបចំដាក់ឲ្យជាប់ដោយប្រើ wedge pin បាទអញ្ចឹងពាក្យខូចងហាដានេះបានន័យថាយើងធ្វើវាឲ្យជាប់កុំឲ្យវារង្គើបាទឧទាហរណ៍ដូចជាពុំនៅស្រុកខ្មែរបាទភាគច្រើនយើងប្រើដែកគោលវាយបាទអញ្ចឹងគឺ mốt suro ខូចង heyo បាទគឺយើងដាក់វាពុំនឹងឲ្យជាប់ដោយប្រើដែកគោលឬក៏ដោយសារប្រើវាយដែកគោលបាទពាក្យបន្តទៀតបាទគឺពាក្យ concurrent បាទ concurrent នេះជាពាក្យកម្ចីរបស់ភាសាអង់គ្លេសទេបាទដែលយើងអាចប្រែថាចាក់បេតុងចាក់សាបឬក៏ចាក់សសរបាទហើយយើងប្រើជាមួយនឹងកិរិយាសព្ទថាសុលហាដាបាទអញ្ចឹងពេលដែលយើងចាក់បេតុងចាក់សាបចាក់សសរបាទយើងប្រើ concurrent ឬថាសុលរេយ៉ូបាទយើងចាក់បេតុងបាទពាក្យបន្តទៀតគឺពាក្យ khí tung បាទ khí tung នេះយើងប្រែថាសសរបាទឧទាហរណ៍ដូចជានៅប្រទេសកូរ៉េគេមួយចំនួនបាទពេលខ្លះគេអត់ចាក់បេតុងទេចាក់ស៊ីម៉ងទេបាទគេប្រើដែកយកទៅដាំបញ្ឈរបាទពេលដែលយើងដាំឬក៏បញ្ឈរសសរហ្នឹងយើងប្រើពាក្យ se uta បាទអញ្ចឹងពេលដែលយើងដាំសសរទៅជា khí tung ngul se voyo បាទដាំឬក៏បញ្ឈរសសរបាទហើយពាក្យបន្តទៀតបាទគឺពាក្យ chi pung បាទ chi pung នេះយើងប្រែថាដំបូលបាទហើយសម្រាប់ពាក្យដំបូលបាទយើងមានពាក្យ chi pung chol pan បាទ chi pung chol pan នេះយើងអាចប្រែថាសង្កសីបាទហើយសម្រាប់ក្បឿងបាទយើងប្រើពាក្យ kiwa បាទ kiwa នេះយើងប្រែថាក្បឿងក្បាច់បាទហើយពាក្យមួយទៀតគឺពាក្យ chingku ឬក៏ chingku panel បាទយើងអាចប្រែថាសង្កសីបាទដូចជាសង្កសីដែលយើងគៀបថ្នោរខាងក្នុងអីបាទគឺយើងប្រើពាក្យ chingku panel បាទ panel អត់មានក៏បានដែរយើងប្រើពាក្យ chingku បាទហើយពាក្យបន្តទៀតគឺពាក្យ singkul បាទ singkul នេះយើងប្រែថាក្បឿងដែរឬក៏យើងអាចប្រែថាក្បឿងស្រកាលេងបាទសម្រាប់នៅប្រទេសខ្មែរយើងដូចជាគេប្រក់សម្រាប់ប្រក់វិហារឬក៏សាលាបាទហើយនៅប្រទេសកូរ៉េបាទវីឡាមួយចំនួនក៏យើងឃើញមានប្រើក្បឿងនឹងដែរបាទគឺក្បឿងមើលទៅដូចជាសកាត្រីបាទគឺអត់មានក្បាច់ក្បូរទេបាទគឺរាបស្មើគ្រាន់តែឃើញដូចជាសកាត្រីបាទអញ្ចឹងគឺ singkul បាទហើយពាក្យបន្តទៀតគឺពាក្យឆនចាំងបាទឆនចាំងនេះយើងប្រែថាពីដានបាទហើយពាក្យបន្តទៀតគឺពាក្យ mul patchi បាទ mul patchi នេះយើងប្រែថាតបាទហើយបំពង់សយោដែលយើងភ្ជាប់ជាមួយនឹងតបាទយើងប្រែថាយ៉នធុងបាទអញ្ចឹងពេលដែលយើងមានតធម្មតាមានទយោមួយបន្តពីតមកដល់ដីបាទយើងប្រើថាយ៉នធុងបាទយ៉នធុងនេះក៏យើងអាចប្រែថាបំពង់ផ្សែងបានដែរបាទហើយពាក្យបន្តទៀតគឺពាក្យឆមាបាទឆមានេះមិនសូវប្រើទេយើងអាចប្រែថាសំយ៉ាបបាទពាក្យបន្តទៀតគឺពាក្យវ៉ាន់ភុងគីបាទវ៉ាន់ភុងគីនេះយើងប្រែថាកង្ហាល់សម្រាប់បឺតខ្យល់ឬក៏កង្ហាល់បឺតខ្យល់បាទហើយយើងឃើញមានប្រើច្រើននៅកន្លែងផ្ទះបាយបាទអញ្ចឹងពេលដែលយើងដាក់ឬក៏តម្លើងកង្ហាល់បឺតខ្យល់បាទយើងប្រើជាមួយនឹងកិរិយាសព្ទថាល់តាបាទឧទាហរណ៍ដូចជាវ៉ាន់ភុងគីឬថាល់តាបាទយើងក៏អាចប្រើជាមួយពាក្យ sol chi hata បានដែរបាទគឺ Van Phunki ឬ sol chi hata បាទពាក្យបន្តទៀតគឺពាក្យ Van ki hada បាទ Van ki hada នេះយើងប្រែថាដាក់ឲ្យខ្យល់ចេញចូលបាទឧទាហរណ៍ដូចជាបន្ទប់របស់យើងមានធុំក្លិនអីបាទយើងត្រូវបើកបង្អួចដើម្បីឲ្យខ្យល់ចេញចូលបាទឧទាហរណ៍ដូចជា chuun te we changmul nil yoroyo បាទគេសួរថាតិចសោះហេតុអីបានជាគាត់បើកបង្អួចបាទអញ្ចឹងយើងអាចប្រើពាក្យហ្នឹងបាទឈឺឆនឿន Van ki haroko heso yorosoyo បាទខ្ញុំបើកដោយសារតែខ្ញុំចង់ឲ្យខ្យល់វាចេញចូលបាទពាក្យបន្តទៀតគឺពាក្យផុំភឺបាទផុំភឺនេះយើងប្រែថាម៉ាស៊ីនបូមទឹកបាទហើយពេលដែលយើងដំឡើងម៉ាស៊ីនបូមទឹកយើងប្រើជាមួយនឹងពាក្យ sol chi hada
បាទគឺតម្លើងម៉ាស៊ីនបូមទឹកបាទហើយទុយយោបាទយើងប្រើពាក្យហូស៊ឺបាទហូស៊ឺនេះយើងប្រែថាទុយយោបាទហើយពេលដែលយើងភ្ជាប់ទុយយោជាមួយនឹងម៉ាស៊ីនបូមទឹកឬក៏ក្បាលដែលយើងបន្តជាប់ពីម៉ាស៊ីនបូមទឹកគឺស៊ូឈូបាទស៊ូឈូនេះគឺជាកន្លែងមាត់ដែលយើងត្រូវយកទុយយោហ្នឹងទៅភ្ជាប់ជាមួយនឹងក្បាលកន្លែងបូមទឹកហ្នឹងបាទគឺប្រើពាក្យស៊ូឈូបាទអញ្ចឹងពេលដែលយើងបូមទឹកបាទចំណុចដែលយើងត្រូវប្រយ័ត្នជាមួយទុយយោបាទគឺយើងមិនត្រូវឲ្យទុយយោរមួលឬក៏បត់បាទរមួលយើងប្រើពាក្យកូអ៊ីតាបាទទៅជាកូយ៉យ៉ូបាទហើយពេលដែលបត់បាទវាគឺយើងប្រើពាក្យឈប់ភីតាបាទពាក្យបន្តទៀតគឺពាក្យឈុនសលឆាកុបបាទឈុនសលឆាកុបនេះយើងអាចប្រែថាបូមឬក៏ស្ដាបាទឧទាហរណ៍ដូចជាពេលដែលបន្លាយឬក៏លូរបស់យើងហ្នឹងបាទមានភក់ឬក៏ស្លឹកឈើអីហូរជាមួយទឹកចូលទៅនាំឲ្យស្ទះបាទនៅពេលហ្នឹងបាទយើងប្រើពាក្យឈុនសលឆាកុបបាទយើងប្រែថាបូមឬក៏ស្ដាប្រឡាយឬក៏លូបាទអញ្ចឹងពេលដែលយើងបូមបាទភាគច្រើនយើងប្រើទុយយោដែលមានភាពរឹងបាទតម្លាក់ចូលទៅបាទអញ្ចឹងទុយយោរឹងហ្នឹងភាសាកូរ៉េគឺហ៊ឺពីបហូស៊ឺបាទឬក៏យើងប្រើមួយទៀតបាទគឺខូអាប់ហូស៊ឺបាទទុយយោស្រដៀងគ្នាហ្នឹងគឺទុយយោដែលមានសភាពរឹងបាទវាអត់ទន់ទេបាទហើយជួនកាលក៏យើងត្រូវស្ដារបន្លាយលូហ្នឹងដោយប្រើexcavator ដែលយើងតែងតែហៅខ្លីគឺអាកាប់បាទអញ្ចឹងជាភាសាកូរ៉េគឺ cool chaki បាទគឺអាកាប់ឬក៏ excavator បាទពាក្យបន្តទៀតគឺពាក្យ pk បាទ pk នេះយើងប្រែថារុនទាបាទហើយសសររុនទាបាទគឺ pk ខីតុងបាទយើងប្រែថាសសររុនទាបាទពេលដែលយើងបិឈរឬក៏យើងដាំសសររុនទាបាទគឺយើងប្រើពាក្យ pk ខីតុងងឹលសេអ៊ូតាបាទដែលយើងបានរៀនមុនហ្នឹងបាទប្រែថាបាញ់ឈរបាទហើយពាក្យបន្តទៀតគឺពាក្យទីចាំងបាទទីចាំងនេះយើងប្រែថាថ្នាក់ពេលដែលយើងលើកសសរហើយជាធម្មតាយើងត្រូវមានថ្នាក់សម្រាប់យើងជន់បាទថ្នាក់ដែលយើងជន់ហ្នឹងយើងហៅថាទីចាំងបាទហើយពេលដែលយើងដាក់ថ្នាក់ជន់ហើយយើងត្រូវមានដាក់ឲ្យជាប់មួយទៀតគឺដែកដែលយើងត្រូវចាប់ខ្វែងបាទដែកចាប់ខ្វែងជាមួយរុនទាហ្នឹងបាទយើងប្រើពាក្យខាសេបាទខាសេនេះគឺជាដែកដែលយើងដាក់ខ្វែងដើម្បីឲ្យរុនទារឹងមាំបាទហើយនៅខាងក្រោមបាទក៏យើងប្រើចាប់ដើម្បីឲ្យជាប់ជើងក្រោមដែរបាទយើងប្រើដែកចាប់ជើងក្រោមឲ្យជាប់បាទដែកបាទអញ្ចឹងជាភាសាកូរ៉េគឺមីតុងចាប់ពីបាទមីតុងចាប់ពីនេះគឺជាដែកវែងឬក៏ដែកមូលដែលយើងត្រូវចាប់ជាមួយនឹងជើងសសររុនទាបាទដើម្បីឲ្យជើងសសរហ្នឹងវាមាំអត់វេចុះវេឡើងបាទហើយពាក្យបន្តទៀតគឺពាក្យអាន់ចុនលុបភឺអាន់ចុនលុបភឺនេះយើងអាចប្រែថាខ្សែសុវត្ថិភាពឬក៏ខ្សែក្រវ៉ាត់សុវត្ថិភាពបាទអញ្ចឹងសម្រាប់ពាក្យដែលប្រើក្នុងវិស័យសំណង់បាទខ្ញុំសូមដកស្រង់ក៏ដូចជាបកប្រែដំណឹងបាទសង្ឃឹមថាមិនបាន 100% ទេបាទដោយសារតែខ្ញុំក៏មិនធ្លាប់ធ្វើការនៅក្នុងផ្នែកសំណង់ផងដែរបាទអញ្ចឹងយើងបញ្ចប់ការបកប្រែក៏ដូចជារៀនពាក្យផ្នែកសំណង់ត្រឹមហ្នឹងអរគុណចំពោះការទស្សនា